Đồ vật biết ạ. ទំនាស់ពាក្យសម្ដីនឹងគ្នាមួយប្រាវរវាងម្ដាយក្មេកនិងកូនប្រសាធ្វើឲ្យកូនប្រសាផ្ទុះកំហឹងទាញកំបិតបកៈកាប់ម្ដាយក្មេកចំធ្គាមួយកំបិតចំកញ្ចឹងកមួយកំបិតបង្កឲ្យសាច់ញាតិនិងអ្នកចិត្តខាងមានការខឹងសម្បាអបប្តឹងមកកាន់កងរាជអាវុធហត្ថតាមរយៈលេខ hotline 1292ដើម្បីសុំអន្តរាគមន៍ភ្លាមកំពុងស្ពឺដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុននៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺនៅវេលាម៉ោង 16:35 នាទីរសៀលថ្ងៃទី 2 ខែកក្កដាឆ្នាំ 2026 ក្រោយទទួលពាក្យបណ្ដឹងតាមរយៈលេខ hotline 1292ពីឈ្មោះនៅនីភេទប្រុសអាយុ 61 ឆ្នាំលេខទូរស័ព្ទ 015 705 536 ជាមេភូមិតាំងសំរោងឃុំអំលៀងស្រុកកំពង់ខេត្តកំពង់ស្ពឺដឹងជន់បង្កពីករណីប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារនិងប៉ុនប៉ងសម្លាប់លើម្ដាយក្មេកភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់បានចុះទៅដល់កន្លែងកើតហេតុភ្លាមនិងបានធ្វើការឃាត់ខ្លួនជនបង្កមានឈ្មោះវុតសាវលៀងភេទប្រុសអាយុ 30 ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិតាំងសំរោងឃុំអំលៀងស្រុកកំពង់ខេត្តកំពង់ស្ពឺដែលបានធ្វើសកម្មភាពប្រើកំបិតបកៈកាប់ទៅលើម្ដាយក្មេកចំធ្គាមួយកំបិតចំកញ្ចឹងកមួយកំបិតឲ្យមានរបួសជាដំណំបច្ចុប្បន្នជនបង្កត្រូវបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីចំណែកអ៊ំស្រីជាជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ